បាទសួស្តីបងប្អូនទាំងគ្នាខ្ញុំមានរូបភាពមួយស្លឹកដើម្បីជាការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួបបញ្ហានៅក្នុងមិនថាក្នុងការងារមិនថានៅក្នុងអាជីវកម្មទេហើយការជួបប្រទះរបស់បងប្អូនខ្ញុំគិតថាប្រកបណាស់យើងនឹងទទួលរងនូវការបាក់ទឹកចិត្តហើយការបាក់ទឹកចិត្តហ្នឹងជួនខ្លះយើងអាចធ្វើវាឬក៏មានការលើកទឹកចិត្តខ្លួនឯងឬក៏ទទួលការលើកទឹកចិត្តពីអ្នកជុំវិញយើងបងប្អូនម្ដាយឪពុកឬក៏ប្រពន្ធគ្រួសារប្តីជាដើមហ្នឹងដែលធ្វើឲ្យយើងមានការដោះស្រាយបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍របស់យើងហើយយើងអាចធ្វើដំណើរទៅទៀតបានតែពេលខ្លះទៀតសម្រាប់អ្នកដែលអត់មានអ្នកលើកទឹកចិត្តជាកូនកំព្រាឬក៏ជាអ្នកដែលជួបប្រទះនៅវិបត្តិមួយហើយមួយទៀតអញ្ចឹងយើងតែងតែទទួលរងនៅការបាក់ទឹកចិត្តចំពោះអ្វីដែលយើងបរាជ័យជាពិសេសនោះគឺអ្វីមួយដែលយើងរំពឹងថាវានឹងបានដូចបំណងយើងវានឹងបានយ៉ាងនេះវានឹងបានយ៉ាងនោះហើយផ្ទុយទៅវិញគឺវាមិនបានដូចអ្វីដែលយើងចង់បានទេអញ្ចឹងសម្ពាធផ្លូវអារម្មណ៍ការពិបាកចិត្តការខូចចិត្តវានឹងកើតឡើងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនអានពាក្យមួយឃ្លានេះហើយបងប្អូនយកទៅគិតទាំងអស់គ្នានៅក្នុងពាក្យមួយឃ្លានេះគឺពាក្យថាការដួលមិនមែនជាការបរាជ័យទេការបរាជ័យពិតប្រាកដគឺការបដិសេធមិនក្រោកឡើងវិញចឹងបងប្អូនអានពាក្យនឹងឲ្យអានទៀត2ទៅ3ដងបងប្អូននឹងយល់ហើយយើងច្រឡំនៅក្នុងអត្ថន័យនៃពាក្យថាបរាជ័យហ្នឹងពេលខ្លះយើងជួបប្រទះនៅបញ្ហាឧទាហរណ៍ថាយើងប្រកបអាជីវកម្មរកស៊ីទទួលទានអីមួយស្រាប់តែវាមានបញ្ហាចុះឡើងក៏ធ្វើឲ្យយើងខាតបង់អស់ទៅពេលខ្លះយើងខំសំប្រាក់ពីការធ្វើការឲ្យគេហើយគិតថាយើងចង់ប្រឡូកនៅក្នុងវិស័យការរកស៊ីរដាក់ទៅអស់លេងក៏មានដែរហើយពេលដែលយើងជួបប្រទះនៅរឿងបរាជ័យបែបហ្នឹងហើយការបាក់ទឹកចិត្តការខូចចិត្តវានឹងកើតឡើងហើយអ្នកខ្លះទៀតក៏សុខចិត្តបោះបង់នៅគោលដៅបោះបង់នៅក្តីស្រមៃរបស់ខ្លួនឯងដែលចង់បាននឹងគិតថាទោះបីជាយើងប្រឹងយ៉ាងណាក៏យើងមិនអាចទៅរួចដែរហើយអ្នកខ្លះទៀតដល់ថ្នាក់ថាលេងធ្វើអ្វីទាំងអស់ទៅជាមនុស្សមួយដែលលេងមានខ្លឹមសារនៅក្នុងសង្គមទៅជាមនុស្សដែលផឹកស្រាប្រចាំថ្ងៃដើរលេងគិតលេងខ្វល់លេងខ្វាយព្រោះការជួបប្រទះនៅរឿងបរាជ័យហ្នឹងយើងបងប្អូនត្រូវយល់មួយថារាល់បរាជ័យទាំងអស់វានឹងក្លាយជាមេរៀនជា lesson សម្រាប់ជីវិតយើងហើយរាល់ការបរាជ័យទាំងអស់វានឹងក្លាយជាបទពិសោធន៍ប៉ុន្តែអ្វីដែលបងប្អូនត្រូវយកមកគឺយកបរាជ័យនឹងជាគ្រូយកបរាជ័យនឹងគឺជាបទពិសោធន៍នៃជីវិតរបស់យើងដើម្បីយើងកែច្នៃឲ្យបានប្រសើរឡើងអញ្ចឹងបាននៅក្នុងឃ្លាមួយនេះបងប្អូនមើលគឺបានន័យថាការបដិសេធមិនព្រមក្រោកឡើងនឹងបានគេថាការបរាជ័យពិតប្រាកដតែរឿងការដែលយើងជួបប្រទះអ្វីក៏ដោយឲ្យតែយើងចេះយករបស់នោះមកជាគ្រូហើយប្រឹងប្រែងឆ្លាស់ទៅវិញគឺពាក្យបរាជ័យគឺអត់ទាន់មានទេបងប្អូនមើលរូបភាពកូនក្មេងដែលជិះកង់ម្នាក់នេះជិះដួលក្រោយមកក្មេងនោះក៏ងើបព្យាយាមជិះម្សាទៀតការព្យាយាមរបស់ក្មេងនឹងធ្វើឲ្យក្មេងនឹងបានទទួលនៅភាពរឹងមាំអាចជិះកង់បានយ៉ាងណាមិញបងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរបើកាលណាបងប្អូនមិនព្រមបោះបង់នៅគោលដៅរបស់ខ្លួនឯងមិនព្រមបោះបង់នៅក្តីស្រមៃរបស់ខ្លួនឯងបងប្អូននឹងបានដល់នៅគោលដៅហ្នឹងអញ្ចឹងចង់ឲ្យបងប្អូនអរគ្នាព្យាយាមកំណត់គោលដៅរបស់ខ្លួនឯងច្បាស់លាស់ហើយព្យាយាមធ្វើវាឲ្យបានកុំបោះបង់ never giving up បានន័យថាមិនបោះបង់នៅអ្វីដែលយើងប្រាថ្នាអ្វីដែលយើងចង់បានគោលដៅនៃជីវិតរបស់យើងអញ្ចឹងការដែលយើងបោះបង់គឺស្មើនឹងពាក្យថាបរាជ័យបើកាលណាយើងមិនបោះបង់យើងក្រោកឡើងយើងបន្តដំណើរទៅមុខទៀតគឺយើងមិនមានឈ្មោះថាបរាជ័យទេ
ហើយបងប្អូនត្រូវជឿជាក់លើខ្លួនឯងជឿជាក់នៅអ្វីដែលខ្លួនឯងធ្វើអញ្ចឹងទាំងអស់នេះសង្ឃឹមថាបងប្អូនអរគ្នានឹងអាចយកមកជាមេរៀនជាបទពិសោធន៍នៃជីវិតមួយយ៉ាងសំខាន់នៅក្នុងការបន្តដំណើរទៅមុខទៀតហើយកុំយកអ្នកនេះអ្នកនោះមកជាគ្រឿងបដិសេធនៃគោលដៅជីវិតរបស់យើងណាអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងស្វែងយល់នឹងធ្វើដំណើរទៅលើគោលដៅដែលយើងចង់បានហើយមិនរាថយរហូតដល់យើងបានសម្រេចគោលដៅរបស់យើងបាទសូមអរគុណ